សង្គ្រាមអ៊ីរ៉ង់បម្រើជាផ្ទៃខាងក្រោយដ៏អាក្រក់មួយចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេល9ឆ្នាំខណៈពេលដែលមេដឹកនាំទាំងពីរចង់ឲ្យច្រកសមុទ្រហោរមូសបើកចំហប្រទេសចិនគឺជាអ្នកទិញប្រេងដ៏ធំបំផុតមួយពីតំបន់តើប្រធានាធិបតីត្រាំងទទួលបានជោគជ័យប៉ុណ្ណាក្នុងការធ្វើឲ្យលោកកាំងទទួលបានជោគជ័យប៉ុណ្ណាក្នុងការធ្វើឲ្យលោកស៊ីជីនពីងរបស់ប្រទេសចិនមានឥទ្ធិពលលើអ៊ីរ៉ង់ឲ្យធ្វើដូច្នោះនិពន្ធនាយកម្បែនឆៃណារបស់យើងគឺលោកមិនមេឆែលពន្យល់ពីរបៀបដែលកិច្ចប្រជុំកំពូលនេះត្រូវបានគេសន្មតថាធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរមានស្ថិរភាពជាងការបំបែកដីថ្មីយើងក៏មានអ្នកផ្ដាច់មុខម្បែន3នាក់ដែលដឹកនាំរឿងរបស់យើងផងដែរល្បែងទាញព្រ័ត្រនៅអ៊ីរ៉ាក់នៅក្នុងរបាយការណ៍ផ្ដាច់មុខមួយលោក Gassencheke របស់ម្បែននិយាយថាទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងបាក់ដាដថាកងជីវពលដែលជាប់ទាក់ទងនឹងទីក្រុងតេអ៊ីរ៉ង់មិនគួរមានតួនាទីនៅក្នុងស្ថាប័នរដ្ឋទេដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនាពេលអនាគតការចរចាស្ថិតនៅក្រោមភ្លើងលោក Ezra Chibarro របស់ម្បែនពន្យល់ថាទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញការចរចាទៅមុខខណៈពេលដែលអ៊ីស្រាអែលចង់ឲ្យការប្រយុទ្ធប្រឆាំងនឹង Hezbollah បន្តប្រេងអ៊ីរ៉ាក់ហូរចូលទៅក្នុងប្រទេសស៊ីរីនៅក្នុងអត្ថបទនេះ Juan Ibrahim របស់ម្បែនបានគូសបញ្ជាក់ពីរបៀបដែលបណ្ដាញថាមពលក្នុងតំបន់កំពុងសម្របខ្លួនទៅនឹងការប៉ះទង្គិចសន្តិសុខការភ័យខ្លាចឬការប្រុងប្រយ័ត្នគណៈប្រតិភូសហរដ្ឋអាមេរិកបានបោះចោលអំណោយចិនទាំងអស់នៅក្នុងធុងសម្រាមមុនពេលឡើងយន្តហោះ Air Force One ឈុតឆាកនេះបានលាតត្រដាងនៅលើផ្លូវកៅស៊ូនៅចំពោះមុខកាមេរ៉ាមុនពេលឡើងយន្តហោះ Air Force One ដើម្បីត្រឡប់មកពីទីក្រុងប៉េកាំងបុគ្គលិកសេតវិមានអ្នកយកព័ត៌មាននាយកប្រតិបត្តិអាមេរិកនិងគណៈប្រតិភូផ្លូវការបានទម្លាក់ចូលទៅក្នុងធុងសម្រាមនៅអ្វីគ្រប់យ៉ាងដែលអាជ្ញាធរចិនបានផ្ដល់ឲ្យពួកគេក្នុងអំឡុងពេលទស្សនកិច្ចលិខិតសម្គាល់ទូរស័ព្ទដុតម្ជុលផ្លាកសញ្ញានិងវត្ថុអនុស្សាវរីយ៍រំលឹកណាមួយអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន Emily Gordon នៃកាសែត New York Post បានឃើញផ្ទាល់ភ្នែកហើយបានរាយការណ៍វានៅលើបណ្ដាញសង្គម X ថាបុគ្គលិកអាមេរិកបានយកអ្វីគ្រប់យ៉ាងដែលមន្ត្រីចិនបានប្រគល់ឲ្យលិខិតសម្គាល់ទូរស័ព្ទដុតម្ជុលសម្រាប់គណៈប្រតិភូហើយបោះវាទៅក្នុងធុងសម្រាមនៅខាងក្រោមជណ្ដើរ F1 គ្មានអ្វីពីប្រទេសចិនត្រូវបានអនុញ្ញាតឲ្យឡើងលើយន្តហោះទេការផ្លាស់ប្ដូរនេះមិនត្រូវបានបង្កើតឡើងដោយចៃដន្យទេលោក Trump និងក្រុមរបស់គាត់បានធ្វើដំណើរដោយគ្មានឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេដោយពឹងផ្អែកទាំងស្រុងលើទូរស័ព្ទដុតបណ្ដោះអាសន្នពេញមួយការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសចិនឧបករណ៍ឯកជនរបស់ពួកគេត្រូវបានរក្សាទុកក្នុងកាបូប Faraday នៅលើយន្តហោះដើម្បីទប់ស្កាត់សញ្ញាឬការប៉ុនប៉ងតាមដានណាមួយលោក Tim Cook លោក Jensen Huang និងគណៈប្រតិភូសៀវផ្សេងទៀតបានអនុវត្តតាមពិធីការដូចគ្នាហេតុផលនេះបានមកពីសៀវភៅយុទ្ធសាស្ត្រប្រឆាំងចារកម្មក្តីបារម្ភថាឧបករណ៍អេឡិចត្រូនិកឬវត្ថុអនុស្សាវរីយ៍ណាមួយដែលប្រគល់ដោយប្រទេសម្ចាស់ផ្ទះអាចផ្ទុកមេរោគបន្ទះឈីបតាមដានឬឧបករណ៍ស្ដាប់មន្ត្រីអាមេរិកបានអនុវត្តនីតិវិធីដូចគ្នានេះក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសចិននិងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំអ្វីដែលបានផ្លាស់ប្ដូរនៅពេលនេះគឺថាមាននរណាម្នាក់បានថតរូបវាហើយបង្ហោះវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចង់តាមដានព័ត៌មានថ្មីៗបន្តទៀតសូមបងប្អូនជួយចុច like ហើយនិងចុច subscribe ម្នាក់មួយផងសូមអរគុណ